ថ្មីនេះអ្នកនាង Maria Ozawa ដែលជាតារាឆ្នើមក្នុងវិស័យខ្សែភាពយន្តអ៊ីករបស់ប្រទេសជប៉ុនហើយជាតួឯកស្រីដែលអន្តងដួងចិត្តរបស់មនុស្សប្រុសមិនថាចាស់មិនថាក្មេងឲ្យហូរឈាមច្រមុះក្តៅខ្លួនបានប្រកាសថានឹងមកគ្រប់គ្រងក្រុមជម្រើសជាតិសាមូរ៉ៃអ៊ីកជប៉ុននៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកផ្ទាល់ក្នុងបំណងមកទស្សនកិច្ចការបង្កើតវារីអគ្គិសនីថ្មីនៅក្នុងផ្ទះសំណាក់អ្នកនាង Maria បានបន្តក្នុងកិច្ចសម្ភាសន៍ថាដោយសារតែក្រុមជម្រើសជាតិរបស់ប្រទេសខ្លួនមកប្រកួតក្នុងទឹកដីកម្ពុជាស្របពេលដែរអ្នកនាងមាន fan ជាច្រើនដែលគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជាផងដែរគួររំលឹកទៀតថាការពីជើងទី1ក្នុងវគ្គជម្រុះ World Cup ក្នុងតំបន់អាស៊ីគោព្រៃកម្ពុជាបានប៉ះគ្នាជាមួយសាមូរ៉ៃអ៊ីកជប៉ុននៅពហុកីឡដ្ឋានសៃតាម៉ាដែលពេលនោះអ្នកនាងមិនបានមកគ្រប់គ្រងផ្ទាល់ព្រោះតែរវល់ថតរឿងថ្មីបាទតើអ្នកនាងនឹងមកគ្រប់គ្រងក្រុមជម្រើសជាតិសាមូរ៉ៃអ៊ីកជប៉ុននៅប្រទេសកម្ពុជាមែនទេចាខ្ញុំនឹងមកគ្រប់គ្រងក្រុមជម្រើសជាតិសាមូរ៉ៃអ៊ីកជប៉ុននៅក្នុងប្រទេសកម្ពុជាដោយសារតែប្រគិតលើកមុននៅសៃតាម៉ាខ្ញុំមិនបានមកគ្រប់គ្រងផ្ទាល់ទេដោយសារតែជាប់ថតរឿងថ្មីដែលមានចំណងជើងថាទឹកចិត្តកូនប្រសាស្រីតែលើកនេះខ្ញុំនឹងមកប្រទេសកម្ពុជាដើម្បីគ្រប់គ្រងផ្ទាល់តែម្ដងនឹងមានជំនួបជាមួយ fan របស់ខ្ញុំផងដែរចាលោក Ino Kamori Inuyasha Moto Sasuke Ike Iresuka អ្នករៀបចំកម្មវិធីមួយមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់ថាអ្នកនាង Maria នឹងមានការបើកជំនួប fan របស់នាងនៅក្នុងប្រទេសកម្ពុជាជាលក្ខណៈ VIP ផងដែរក្នុងបំណងរឹតបន្តឹងចំណងមិត្តភាពឥតព្រំដែន Ike ទេ Yes